ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមកហើយវីដេអូថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅទស្សនវិជ្ជានៅក្នុងបន្ទប់គេងរបស់ខ្ញុំបន្ទាប់ពីការធ្វើការតុបតែងលម្អថ្មីខ្ញុំបានដកតុធ្វើការរបស់ខ្ញុំមូលទៅក្នុងបន្ទប់ office ហើយមូលតុសម្អាងដែលធ្លាប់តែបាំងប្អួចនឹងពេញមកកន្លែងដែលខ្ញុំធ្លាប់ដាក់តុធ្វើការវិញតាំងពីដកតុធ្វើការនឹងចេញមួយទៅវាធ្វើឲ្យបន្ទប់គេងរបស់ខ្ញុំវាមាន space ទលាយច្រើនជាងមុនហើយខ្ញុំអាចបើកប្អួចនេះឲ្យមានពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ហើយពេលថ្ងៃអីគឺខ្ញុំមិនបាច់ចាំបាក់បើកអំពូលទេគឺប្រើពន្លឺថ្ងៃធម្មជាតិដែលចាំងចូលមកហ្នឹងណាមួយឆ្មាខ្ញុំមួយម៉ៅស៊ីនេះគឺវាចូលចិត្តដេកហាថ្ងៃពន្លឺថ្ងៃដែលចាំងចូលមកតាមប្អួចហ្នឹងមែនតើខ្ញុំបានតុបតែងបន្ទប់គេងរបស់ខ្ញុំហ្នឹងជាមួយនឹងរុក្ខជាតិបៃតងជ័រហ្នឹង 3-4 ផើងដែរដើម្បីឲ្យមើលទៅវាមានសោភ័ណភាពល្អជាងមុនអញ្ចឹងណាខ្ញុំបានធ្វើការដូរកម្រាលពូកស្រោមខ្នើយវាំងននថ្មីទាំងអស់ឲ្យវាមានពណ៌ម៉ាច់គ្នាជាមួយនឹងបន្ទប់គេងនិយាយរួមទៅបន្ទប់គេងរបស់ខ្ញុំកាលពីមុនគឺមានពណ៌សហើយឥឡូវហ្នឹងគឺខ្ញុំដូរវាទៅជាពណ៌កាប់សាំងនិយាយទៅពណ៌រៀងខៀវរៀងមានជាតិបែកពណ៌បៃតងបន្តិចនិយាយទៅពណ៌រៀងល្ងិតណាខ្ញុំលាបពណ៌បន្ទប់គេងខ្ញុំហ្នឹងឲ្យវាពណ៌រៀងល្ងិតការដែលពណ៌ដែលល្ងិតអញ្ចឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាចូលមកគឺយើងមានអារម្មណ៍ថាចង់គេងនិយាយទៅវាគេងឆាប់លក់ហើយបើសិនជាយើងគេងពេលថ្ងៃអីវិញគឺបិទតែវាំងននទៅគឺយើងមានអារម្មណ៍ថាដូចពេលយប់អញ្ចឹងចំណែកឯវាំងននប្អួចហ្នឹងគឺយើងរើសយកសាច់កណាត់ដែរគេហៅថា black out ហ្នឹងគឺអត់មានឲ្យពន្លឺថ្ងៃចេញចូលមកបានទេទាញតែវាំងននបិទទៅពេលថ្ងៃដូចពេលយប់អញ្ចឹងគឺយើងគេងលក់ស្រួលវាអត់មានអីរំខានណាវាំងននស្លាប់ព្រិលនេះគឺយើងទិញមកពី Home Depot ហើយយកមក install ខ្លួនឯងនិយាយទៅបន្ទប់មួយនេះគឺយើងធ្វើការលាបពណ៌ធ្វើអីហ្នឹងគឺខ្លួនឯងទាំងអស់យើងអត់មានជួលគេទេព្រោះតាបើសិនជាជួលគេតម្លៃខ្លាំងពលកម្មគេហ្នឹងវាថ្លៃយើងធ្វើខ្លួនឯងទៅយើងអស់តែថ្លៃសម្ភារៈអីអត់ធ្វើអស់លុយច្រើនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ